ថ្មីនេះក្រុមហ៊ុន Xiaomi បានដាក់សម្ពោធលក់ model ថ្មី Redmi Note 15 series របស់ខ្លួននៅលើទីផ្សារប្រទេសកម្ពុជាហើយក្នុងនោះមាន model Redmi Note 15 Redmi Note 15 Pro Redmi Note 15 Pro 5G Redmi Note 15 Pro Plus 5G និងផលិតផល IoT ជាច្រើនទៀតផងដែរហើយនៅក្នុងវីដេអូនេះដែរខ្ញុំសូមបង្ហាញលក្ខណៈពិសេសឬចំណុចដែលគួរឲ្យទាក់ទាញរបស់ Redmi Note 15 Pro Plus 5G ជាមុនសិនដំបូងយើងងាកមកមើលចំណាប់អារម្មណ៍ទៅលើ Redmi Note 15 series ក៏ដូចជា Redmi Note 15 Pro Plus 5G នេះដែរវាមានភាពធន់រឹងមាំដែលគួរឲ្យទាក់ទាញមែនទែនតែ Xiaomi បានដាក់រហស្សនាមវាថា Redmi Titan មហាធន់វាធន់នឹងទឹកវាធន់នឹងធ្លាក់វាធន់នឹងការប៉ះទង្គិចហើយខ្ញុំក៏បានសាកប្រើប្រាស់វាជាងមួយសប្តាហ៍ផងដែរនិងធ្វើតេស្តជាក់ស្ដែងទៅលើការដាក់ទឹកក្តៅ100អង្សាសេការដាក់ទឹកត្រជាក់ហើយយើងធ្វើការតេស្តជាធន់ជាមួយនឹងទឹកក្តៅ40អង្សាសេ100អង្សាសេនឹងទឹកត្រជាក់ចឹងគឺសក់នៅដាធម្មតាណាហើយយើងចង់ដឹងថាទឹកនឹងកម្ដៅប៉ុន្មានយើងអាចតេស្តបាននេះវាឡើងណាហើយក្រៅតាមអានណាចឹងយើងមកធ្វើការតេស្តទឹកជាក់ដល់នេះត្រជាក់ធម្មតាណាសម្រាប់នេះគឺត្រជាក់ខ្លាំងមកការទម្លាក់កម្ពស់ 2.5 ម៉ែត្រអត់បាយទេមិនបាយទេការទម្លាក់ក្របកូនគោលនឹងការបាញ់ក្របកັບពីលើឃើញថាភាពធន់របស់វាសឹងតែមិនគួរឲ្យជឿទៅលើ model Note 15 series លើកនេះប្រឡេកមកមើលផ្ទៃខាងមុខរបស់ Redmi Note 15 Pro Plus 5G វិញវាបានបំពាក់មកជាមួយនឹងកញ្ចក់ការពារ Corning Gorilla Glass Victor ចំនួនទី2ប្រភេទ Crystal AMOLED ជាមួយនឹងផ្ទៃលាតធំស្រឡះល្អទំហំ 6.83 អ៊ីងកម្រិតបង្ហាញ 1.5K និងល្បឿន refresh rate 120Hz ជាមួយនឹងដង់ស៊ីតេ447 ppi ហើយវាក៏ support ជាមួយនឹង Dolby Vision HDR10 Plus ផងដែរវាមានកម្រិតពន្លឺខ្ពស់បំផុត 3200 nit មិនតែប៉ុណ្ណោះតួខ្លួនរបស់វាបំពាក់មកជាមួយនឹងប្រព័ន្ធការពារធូលីនិងទឹក IP69K វាអាចមុជទឹកបានរហូតដល់ជម្រៅ 2 ម៉ែត្ររយៈពេល 24 ម៉ោងព្រមទាំងវាអាចមុជទឹកក្តៅរហូតដល់ 100 អង្សាសេនិងមានការទទួលស្គាល់ពី SGS Performance Test ទៅលើភាពរឹងមាំនិងមានការទទួលស្គាល់ពី TUV Relent ទៅលើប្រព័ន្ធការពារភ្នែកផងដែរយើងងាកមកមើលកាមេរ៉ាកំពូលរបស់ Redmi Note 15 Pro Plus 5G វាបានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយចំនួន 2 គ្រាប់ដែលមាន lens goal ទំហំ 200 megapixel ដែលជាកាមេរ៉ា AI ចំនួនទី 4 និងមានកម្រិត aperture f1.7 យើងអាចថត focus lens បានរហូតដល់ 23 mm ហើយយើងក៏អាចថត Ultra HD បានកម្រិត 200 megapixel ច្បាស់ល្អនិងអាចរក្សា detail បានច្បាស់ល្អមែនទែនពោលការថតវីដេអូបានកម្រិត 4K និង zoom បាន 4x core zoom ជាមួយនឹងប្រព័ន្ធទប់លំនឹង OIS ផងដែរកាមេរ៉ាទី 2 ជាប្រភេទ Ultra Wide ទំហំ 8 megapixel ដែលមានកម្រិត aperture f2.2 ដែលយើងអាចថតមុំទូលាយបាន 0.6 គុណ 120 ដឺក្រេចំពោះកាមេរ៉ាខាងមុខទំហំ 32 megapixel ដែលមានកម្រិត aperture f2.2 វាអាចថតច្បាស់យ៉ាងល្អទាំងរូបភាពនិងវីដេអូជាមួយនឹងមុខងារ AI ដ៏សម្បូរបែបបើយើងនិយាយអំពីកម្លាំងនិងល្បឿនកំពូលរបស់ Redmi Note 15 Pro Plus 5G វាប្រើប្រាស់បន្ទះ chip Qualcomm Snapdragon 7S Gen 4ទំហំ 4 nanometer វាដំណើរការលឿនជាងមុនវាសន្សំសំចៃថាមពលថ្មជាងមុននិងវាជួយបន្សាបកម្ដៅបានលឿនជាងមុនវាមានអង្គគណនា CPU ចំនួន 8 core 1 core មានល្បឿន 2.7 GHz និង3 core មានល្បឿន 2.4 GHz 4 core មានល្បឿន 1.8 GHz អមដោយ RAM ទំហំ 12 GB និងអាចបន្ថែម RAM expansion បានរហូតដល់ 12 GB បន្ថែមទៀតជាមួយនឹងទំហំផ្ទុកទិន្នន័យ 512 GB Smartphone ចំនួនថ្មីនេះវាដើរដោយប្រព័ន្ធប្រតិបត្តិការ HyperOS 3.0 ដែលទ្រទ្រង់ដោយប្រព័ន្ធប្រតិបត្តិការ Android 15ដូចនេះវាផ្ដល់មុខងារថ្មីៗដ៏សម្បូរបែបវា smooth វារអិលជាងមុនមិនតែប៉ុណ្ណោះ Xiaomi ក៏បានញាត់ជាមួយនឹង AI ជាច្រើននៅក្នុង Smartphone ចំនួនថ្មីនេះដូច
នេះវាងាយស្រួលក្នុងការប្រើប្រាស់និងទំនើបនាសម័យបច្ចេកវិទ្យា AI ដែលមាននាពេលបច្ចុប្បន្នងាកមកមើលធម្មពលថ្មរបស់វាវិញមានទំហំ 6500 មីលីអាំពែម៉ោងដែលមានវដ្តជីវិតនៃការសាកថ្មខ្ពស់បំផុតប្រើប្រាស់បានរហូតដល់6ឆ្នាំក៏នៅតែកាន់ថ្មបានល្អហើយវាអាចទ្រទ្រង់កម្លាំងសាកថ្មចូលល្បឿនលឿនជាមួយនឹងស្នឹងសាកក្នុងប្រអប់ស្រាប់កម្លាំង100វ៉ាត់ដែលអាចសាកថ្មមួយពេញប្រាប់ពីត្រឹមតែ40នាទីតែប៉ុណ្ណោះហើយវាក៏អាចសាកថ្មទៅឧបករណ៍ដទៃបានរហូតដល់ 22.5 វ៉ាត់ផងដែរសរុបមកវិញរូបរាងប្រណិតទាន់សម័យអេក្រង់ពេញគែមធន់រឹងមាំជាមួយនឹង IP69K ថ្មធំ 6500 មីលីអាំពែម៉ោងធានារយៈពេល6ឆ្នាំជាមួយនឹងកាមេរ៉ា AI 200 megapixel តម្លៃត្រឹមតែ$439តែប៉ុណ្ណោះតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរកុំភ្លេចសរសេរ comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផងនិងកុំភ្លេចចុច like share subscribe ម្នាក់មួយផងហើយខ្ញុំនឹងជួបអ្នកនៅវីដេអូក្រោយទៀត